សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមករៀនតាក់ទងជាមួយនឹងការធ្វើ to do list ហើយនិង donut chart lại អញ្ចឹងខ្ញុំមាន to do list ហើយខ្ញុំមានកន្លែង tick ហើយ donut chart ហ្នឹងវាហត់ទៅតាមអ្វីដែលយើង tick អូខេអញ្ចឹងយើងមកធ្វើទាំងអស់គ្នាដំបូងគឺត្រូវមាន data សិនអញ្ចឹងខ្ញុំសូម copy data ខាងលើនេះព្រោះនេះយើងអាចទៅសេខ្លួនឯងបានអត់អីទេហើយបន្ទាប់ពីយើងបាន data ហើយយើងមកត្រូវធ្វើ pie chart ឬក៏ donut chart អញ្ចឹងមុននឹងធ្វើ pie chart ឬក៏ donut chart បានយើងត្រូវមាន data សិនអញ្ចឹងខ្ញុំបង្កើត2 column ហើយនិង2 row សម្រាប់ data ហ្នឹងនេះខ្ញុំមកចូលគ្នាទី1ខ្ញុំដាក់ complete សម្រាប់ data ដែលយើងបាន complete យើងត្រូវ tick អញ្ចឹងខ្ញុំឲ្យវាលោតនៅក្នុងនេះមួយទៀត to go មានន័យថា data ដែលយើងត្រូវធ្វើបន្តនៅសល់ task ប្រហែលទៀតដែលយើងត្រូវនៅ pending អូខេខ្ញុំដាក់ color វាស្អាតសិនអូខេដើម្បីបាន data នៅក្នុងនេះយើងចង់ដឹងថាប្រមាណភាគរយដែលយើងបានបញ្ចប់ប្រមាណភាគរយដែលយើងនៅហើយយើងត្រូវធ្វើតអញ្ចឹងយើងត្រូវប្រើរូបមន្តស្មើ count if យើង select កន្លែង tick នឹងទាំងអស់មក and then យើងដាក់ comma row បិទវាវិញមកយើងចែកជាមួយនឹងcount A មានន័យថា data ទាំងអស់យើងចង់ count ថា data ទាំងអស់មានប្រមាណអញ្ចឹងយើងយកអ្វីដែលយើងបាន complete ចែកជាមួយនឹង data សរុបបិទមកយើង enter អញ្ចឹងដោយសារតែយើងអត់ទាន់ tick អញ្ចឹងបានយើងឃើញ data របស់យើង0កន្លែងនេះខ្ញុំចង់ដឹងថានៅសល់ប៉ុន្មានទៀតខ្ញុំត្រូវប្រើរូបមន្តស្មើ1មានន័យថា 100% ដកជាមួយនឹងអ្វីដែលខ្ញុំបាន complete ហើយ enter ខ្ញុំចង់បាន data នេះជាភាគរយអញ្ចឹងយើង select ទៅហើយយើងដាក់វាជាភាគរយហើយខ្ញុំអត់ចង់បានក្រោយវាកាត់វាចឹងពេលដែលយើង select កន្លែងនេះមានន័យថា data របស់យើងបាន complete 50% នៅ 50% មានន័យថា5នៅក្នុងចំណោម10 task ហ្នឹងខ្ញុំ complete បាន5នៅសល់5ទៀត 60% ខ្ញុំ complete បាន6នៅសល់40%ទៀតអូខេអញ្ចឹងយើងចូលមកដល់ next step យើងត្រូវបង្កើត chart របស់យើងពេលដែលយើងចង់បង្កើតជា pie chart ឬក៏ donut chart up to you អញ្ចឹងយើងគ្រាន់តែ select data ហ្នឹងមកហើយយើងចូលកន្លែង chart វានឹងចេញ auto ឲ្យនៅ pie chart របស់យើងប៉ុន្តែសម្រាប់ខ្ញុំចង់បង្កើតជា donut chart អញ្ចឹងខ្ញុំ select កន្លែង set up ហ្នឹងមកខ្ញុំជ្រើសរើសយក donut chart កន្លែងនេះខ្ញុំចង់ select color វាឲ្យស៊ីជាមួយនឹងតារាងរបស់ខ្ញុំសម្រាប់ complete ខ្ញុំដាក់ពណ៌បៃតងសម្រាប់ to go ខ្ញុំដាក់ពណ៌អីទេអញ្ចឹងដាក់ពណ៌សនេះចុះហើយកន្លែង border ខ្ញុំត្រូវ select border វាមួយទៀតទៅជាពណ៌ឲ្យវាមាន border ឃើញកន្លែងនេះអូខេបន្ទាប់មកកន្លែងអក្សរនេះខ្ញុំចង់បានអក្សរញញអញ្ចឹងខ្ញុំត្រូវ select មួយទៀតចូលទៅ customize ដដែល legend ហើយខ្ញុំចូលកន្លែង position នេះខ្ញុំ select យកណាបើសិនបើយើងចង់បានអក្សរហើយវានៅខាងលើយើងដាក់ top ចុះតែខ្ញុំអត់ចង់បានខ្ញុំ select ណាអញ្ចឹងប៉ុណ្្នឹង data chart របស់ខ្ញុំបើសិនបើយើងចង់បាន chart donut ហ្នឹងទូចមានន័យថា donut ស្ដើងទេនំ donut យើងស្ដើងអត់ខ្លាំងអញ្ចឹងខ្ញុំត្រូវចូលទៅកន្លែង pie chart កន្លែង donut hole នេះមានន័យថាខាងក្នុងហ្នឹងcurrently គឺ 50% ខ្ញុំចង់បានស្ដើងខ្ញុំ select យក75អញ្ចឹងទៅបើសិនបើខ្ញុំចង់បានក្រាបអញ្ចឹងខ្ញុំយក25នេះចេះទៅអញ្ចឹងខ្ញុំចង់បានស្ដើងគឺខ្ញុំ select 75អូខេ then យើងយកទៅដាក់នៅក្នុងsorry យើងយកវាទៅដាក់នៅក្នុងតារាងរបស់យើងដល់ពេលដែលដាក់នៅក្នុងតារាងគឺអ្នកទាំងអស់គ្នាឃើញ border នេះវាមើលទៅអត់ស្អាតទេអញ្ចឹងខ្ញុំត្រូវលុប border នឹងចេញមួយទៀតខ្ញុំចូល customize ដដែលខ្ញុំចូល chart style កន្លែងនេះវាដាក់ chart border color អញ្ចឹងយើង select ណាន់តែ it's okay អញ្ចឹងដល់ពេលដែលយើង select ថាវានឹងឡើង donut យើងតាមហ្នឹងហើយ 100% វានឹងពេញយើងមានន័យថាយើង complete អស់ហើយកន្លែង logo នេះគាត់មានដែរតែបើសិនបើយើង select នៅមានចន្លោះខ្លះ donut chart នេះក៏វានៅតាមហ្នឹងដែរ this one the same អូខេសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នាមើលវាហើយអាចរៀនចេះពីវីដេអូនេះបានច្រើនអរគុណបាយបាយ